ប្រទាលដូងប្រាក់ឬប្រទាលមហាសំពៅមិនត្រឹមតែជារុក្ខជាតិលម្អដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងការិយាល័យនោះទេប៉ុន្តែវាក៏បង្កប់ទៅដោយជំនឿបែបហុងស៊ុយនិងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពនិងបរិស្ថានរស់នៅផងដែរខាងក្រោមនេះជាការរៀបរាប់លម្អិតអំពីជំនឿនិងអត្ថប្រយោជន៍របស់ប្រទាលប្រភេទនេះ1. ជំនឿនិងហុងស៊ុយនៅក្នុងក្បួនហុងស៊ុយចិននិងជំនឿតំបន់អាស៊ីអាគ្នេយ៍ប្រទាលមហាសំពៅត្រូវបានគេចាត់ទុកជារុក្ខជាតិមាសប្រាក់ដោយសារតែលក្ខណៈរូបរាងនិងឈ្មោះរបស់វានិមិត្តរូបនៃភាពរីកចម្រើននិងទ្រព្យសម្បត្តិស្លឹករបស់វាមានលក្ខណៈក្រាស់រលោងនិងដុតតម្រៀបគ្នាឡើងលើជាជួរមើលទៅស្រដៀងនឹងជួរកាកមាសឬក្តោងសំពៅដែលកំពុងបោកបក់ឆ្ពោះទៅរកភាពជោគជ័យគេជឿថាវាជួយទាក់ទាញលុយកាក់ហើយលាភសក្ការៈនិងទ្រព្យសម្បត្តិឲ្យហូរចូលផ្ទះឬកន្លែងរកស៊ីមិនដាច់ការរីកលូតលាស់និងការឡើងបុណ្យស័ក្តិដោយសារតែលក្ខណៈពិសេសរបស់ប្រទាលនេះគឺដុះលូតលាស់ត្រង់ឡើងលើជានិច្ចវាតំណាងឲ្យការរីកចម្រើនឥតឈប់ឈរការឡើងឋានៈតួនាទីនិងភាពជោគជ័យក្នុងអាជីពការងារទីតាំងល្អសម្រាប់ដាក់តាំងដើម្បីបង្កើនហុងស៊ុយគេនិយមដាក់វានៅទិសអាគ្នេយ៍ទិសទ្រព្យសម្បត្តិជួយជំរុញលំហូរហិរញ្ញវត្ថុក្បែរមាត់ទ្វារចេញចូលឬតបគិតលុយដើម្បីស្វាគមន៍លាភសំណាងនិងអតិថិជន 2. អត្ថប្រយោជន៍ចំពោះសុខភាពនិងបរិស្ថានក្រៅពីជំនឿផ្លូវចិត្តប្រទាលដូងប្រាក់ក៏ផ្ដល់ផលប្រយោជន៍ជាក់ស្ដែងយ៉ាងច្រើនចំពោះគុណភាពជីវិតសមត្ថភាពចម្រោះខ្យល់កខ្វក់ឯកតាមការសិក្សារបស់ទីភ្នាក់ងារនេសាទប្រទាលប្រភេទនេះមានសមត្ថភាពខ្ពស់ក្នុងការបឺតស្រូបជាតិពុលក្នុងខ្យល់ដែលតែងតែភាយចេញពីទឹកថ្នាំជញ្ជាំងគ្រឿងសង្ហារិមឬឧបករណ៍អេឡិចត្រូនិកជួយសម្រួលអារម្មណ៍និងកាត់បន្ថយស្ត្រេសពណ៌បៃតងស្រស់និងរលោងបែបប្រូជាតិរបស់វាជួយឲ្យខ្សែភ្នែកទទួលបានការសម្រាកកាត់បន្ថយការនឿយហត់ខួរក្បាលនិងបង្កើនផលិតភាពការងារនៅពេលដាក់តាំងនៅលើតុធ្វើការបង្កើនសំណើមក្នុងខ្យល់វាជួយបញ្ចេញចំហាយទឹកតិចៗទៅក្នុងខ្យល់ដែលជួយកាត់បន្ថយភាពស្ងួតស្បែកនិងបញ្ហាផ្លូវដង្ហើមជាពិសេសនៅក្នុងបន្ទប់ដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់ជានិច្ច 3. លក្ខណៈងាយស្រួលក្នុងការថែទាំអត្ថប្រយោជន៍ដ៏ធំមួយទៀតដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ប្រទាលនេះគឺភាពធន់របស់វាមិនត្រូវការយកចិត្តទុកដាក់ច្រើនវាអាចរស់បានទោះបីជាអ្នកភ្លេចស្រោចទឹកច្រើនសប្តាហ៍ក៏ដោយព្រោះមើមនិងដើមរបស់វាអាចស្តុកទឹកបានយ៉ាងល្អធន់នឹងពន្លឺទាបវាអាចលូតលាស់បានក្នុងបន្ទប់ងងឹតឬកន្លែងដែលមានតែពន្លឺអំពូលភ្លើងដោយមិនចាំបាច់ត្រូវពន្លឺថ្ងៃផ្ទាល់នោះទេទោះជាមានគុណសម្បត្តិជាច្រើនប៉ុន្តែគ្រប់ផ្នែកទាំងអស់របស់ប្រទាលដូងប្រាក់មានផ្ទុកសារធាតុខាល់ស្យូមអល់កុលិតដែលអាចបង្កឲ្យមានការរលាកឬពុលតិចតួចប្រសិនបើមានការទំពាឬលេបចូលដូច្នេះគួរដាក់វាឲ្យឆ្ងាយពីដៃក្មេងតូចៗនិងសត្វចិញ្ចឹមឆ្កែឬឆ្មាដើម្បីយល់ឲ្យកាន់តែច្បាស់អំពីជំនឿលើប្រទាលដូងប្រាក់ឬប្រទាលមហាសំពៅនេះយើងអាចបែងចែកការវិភាគទៅលើរូបរាងធរណីមាត្ររបស់វានិងគោលការណ៍ហុងស៊ុយដូចខាងក្រោម 1. ជំនឿផ្អែកលើរូបរាងនិងលក្ខណៈធនធាននៅក្នុងសាសនានិងជំនឿបុរាណមានទ្រឹស្ដីមួយហៅថាការមើលលក្ខណៈធម្មជាតិដើម្បីទាញរកអត្ថន័យចំពោះប្រទាលមហាសំពៅរូបរាងរបស់វាបង្កប់ន័យល្អៗជាច្រើនស្លឹកតម្រៀបគ្នាកើនឡើងលើនិមិត្តរូបនៃការឡើងឋានៈស្លឹករបស់វាដុះលូតលាស់ជាគូតម្រៀបគ្នាឡើងលើជាជួរយ៉ាងមានរបៀបនេះតំណាងឲ្យការឡើងកម្មជនតែជីវិតការឡើងទូនាទីបុណ្យស័ក្តិនិងការរីកចម្រើនក្នុងអាជីវកម្មពីមួយកម្រិតទៅមួយកម្រិតទៀតស្លឹកក្រាស់រលោងនិងបៃតងជានិច្ចនិមិត្តរូបនៃភាពរុងរឿងឥតស្រពោនស្លឹកដែលហាប់ណែននិងមានពណ៌បៃតងក្រមឲ្យចាំភ្លេចឆ្លុះបញ្ចាំងពីធម៌ពលជីវិតដ៏ខ្លាំងក្លានិងភាពសម្បូរបែបវាតំណាងឲ្យទ្រព្យសម្បត្តិដែលមិនងាយបាត់បង់ឬស្រពោនទៅតាមពេលវេលាឡើយមើមស្តុកទឹកក្រោមដីនិមិត្តរូបនៃការសន្សំទ្រព្យប្រទាលនេះមានមើមធំៗនៅក្រោមដីដែលអាចរក្សាទឹកបានរាប់សប្តាហ៍ក្នុងជំនឿហុងស៊ុយនេះប្រៀបដូចជាឃ្លាំងទ្រព្យសម្បត្តិសម្ងាត់ដែលជួយឲ្យម្ចាស់ផ្ទះចេះសន្សំសំចៃលុយកាក់ហូរចូលហើយមិនងាយហូរចេញទៅវិញឡើយ 2. ជំនឿផ្អែកលើឈ្មោះមហាសំពៅពាក្យថាសំពៅនៅក្នុងវប្បធម៌ខ្មែរនិងអាស៊ីគឺជានិមិត្តរូបដ៏មានឥទ្ធិពលបំផុតមួយការនាំលាភត្រឡប់មកវិញកាលពីសម័យបុរាណឈ្មួញជីសំពៅទៅរកស៊ីនៅឆ្ងាយនៅពេលសំពៅវិលត្រឡប់មកវិញគឺតែងតែនាំមកនៅមាសប្រាក់គ្រឿងអលង្ការនិងទំនិញមានតម្លៃពេញសំពៅជំនឿនៃការដាំប្រទាលមហាសំពៅគឺប្រៀបដូចជាការបន្ស្រន់ឲ្យមានសំពៅទ្រព្យមួយកំពុងតែបើកក្តោងតម្រង់មកកាន់ផ្ទះរបស់អ្នកដើម្បីផ្ទុកលុយកាក់និងជោគជ័យមកឲ្យអ្នកនិងគ្រួសារ 3.
ជំនឿលើការដាក់តាំងតាមក្បួនហុងស៊ុយដើម្បីឲ្យជំនឿនេះមានប្រសិទ្ធភាពខ្ពស់គេជឿថាត្រូវដាក់តាំងវាឲ្យចំទិសនឹងកន្លែងអំណោយផលដាក់នៅទិសអាគ្នេយ៍ក្នុងក្បួនហុងស៊ុយទិសអាគ្នេយ៍ជាទិសនៃទ្រព្យសម្បត្តិវាត្រូវនឹងធាតុឈើការដាក់ប្រទាលដូងប្រាក់ដែលជាធាតុឈើស្រស់នៅទិសនេះគឺជួយជំរុញនិងទាក់ទាញលំហូរហិរញ្ញវត្ថុឲ្យកាន់តែខ្លាំងដាក់នៅក្បែរច្រកចូលឬកន្លែងទទួលភ្ញៀវដើម្បីបឺតស្រូបថាមពលវិជ្ជមានដែលហូរចូលតាមទ្វារផ្ទះនិងជួយរារាំងឬបន្សាបថាមពលអវិជ្ជមានមិនឲ្យចូលមកយាយីសមាជិកក្នុងផ្ទះដាក់លើតុធ្វើការឬតុគិតលុយជួយឲ្យការសម្រេចចិត្តក្នុងរឿងជំនួញកាន់តែមានភាពច្បាស់លាស់ហើយភ្ញៀវមួយនឹងជួយឲ្យការងារដំណើរការទៅដោយរលូនគ្មានឧបសគ្គរាំងស្ទះជំនឿលើប្រទាលដូងប្រាក់ឬប្រទាលមហាសំពៅមិនមែនជាការជឿស៊ប់បែបងងឹតងងល់នោះទេប៉ុន្តែវាជាការបង្កើតបរិយាកាសវិជ្ជមានតាមរយៈរូបរាងដ៏រស់រវើកនិងឈ្មោះដ៏មានសិរីសួស្តីរបស់វាដែលជួយជំរុញទឹកចិត្តអ្នកដាំឲ្យមានអារម្មណ៍ស្រស់ស្រាយស្ងប់ចិត្តនិងមានកម្លាំងចិត្តក្នុងការបង្កើតលាភសក្ការក្នុងឆាកជីវិតពិតៗ